ហើយដល់ពេលថ្ងៃនេះខ្ញុំបានជោគជ័យបាទក្នុងការដែលខ្ញុំធ្វើជាគេហៅថាធ្វើការតវ៉ាជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ឬក៏គេហៅថារដ្ឋបាលរបស់ប្រទេសអាល្លឺម៉ង់ដែលខ្ញុំបានធ្វើការតវ៉ាឲ្យគាត់ចឹងទៅដើម្បីឲ្យអាយុរបស់យើងត្រូវនឹងអាយុរបស់យើងបានដើម្បីធ្វើការចូលនិវត្តន៍ទៅឲ្យវាសមស្របនឹងអាយុរបស់យើងកម្លាំងរបស់យើងអញ្ចឹងណាបងប្អូនដោយសារបើសិនយើងមិនកែប្រែទេបាទគឺថាអាយុរបស់យើងនឹងគឺវាច្រើនប៉ុន្តែនៅក្នុងលិខិតបាទគេហៅថាចូលនិវត្តន៍របស់យើងឬក៏กระดาษដែលយើងចូលនិវត្តន៍ហ្នឹងគឺអាយុវាតិចដល់អញ្ចឹងយើងធ្វើការរហូតដល់អាយុ72 73 74ឆ្នាំនោះបានយើងចូលពេញនិវត្តន៍តែម្ដងអញ្ចឹងបងប្អូនបាទខ្ញុំសូមជម្រាបសួរបាទសួស្ដីបាទឲ្យបងប្អូនសុខសប្បាយជាទេបាទខ្ញុំបែកវាបងប្អូនដូចជា72ខែបងប្អូនបាទដោយសារមិនបានធ្វើវីដេអូអឺបាទចូលរួមជាមួយនឹងបងប្អូនឬក៏ធ្វើការ share គ្នារវាងប្រទេសអាល្លឺម៉ង់និងប្រទេសកម្ពុជារបស់យើងហើយដោយសារតែបាទនៅប្រទេសអាល្លឺម៉ង់គឺរដូវផ្ការីកដល់ពេលអញ្ចឹងទៅធ្វើឲ្យខ្ញុំបាទកើតនៅគេហៅថាជំងឺ allergy បាទដល់ពេលអញ្ចឹងធ្វើឲ្យកកយើងវាលមាស់អញ្ចឹងទៅហើយភ្នែកនោះក្រហមចេញទឹកភ្នែកអញ្ចឹងទៅហើយដល់ឥឡូវនេះគឺបានធូរបានស្បើយច្រើនមែនទែនហើយបាទនិយាយរួមគឺប្រជាជនអាល្លឺម៉ង់ក៏ដូចជាបាទបងប្អូនភាគច្រើនក៏ទទួលនៅជំងឺ allergy នៅពេលរដូវផ្ការីកហ្នឹងណាបងប្អូនបាទឥឡូវខ្ញុំបានធូរច្រើនបងប្អូនឥឡូវខ្ញុំសូមថ្ងៃនេះចូលរួមចែករំលែកនៅព័ត៌មានដែលយើងគួរឲ្យបាទគួរណាស់តែចែករំលែកដល់បងប្អូនបាទដោយសារនេះជាអត្ថប្រយោជន៍សម្រាប់បងប្អូនបាទដែលជាពិសេសគឺបងប្អូនដែលគាត់នៅជា generation បាទជាចំនួនរបស់ខ្ញុំបាទនិយាយរួមខ្ញុំបានធ្វើកិច្ចការនេះបាទគឺថាខ្ញុំមែនទែនដោយសារតែបានធ្វើការកែប្រែបាទអាយុរបស់យើងបាទមកជាអាយុពិតរបស់យើងដើម្បីឲ្យវាសមាមាត្រទៅនឹងកម្លាំងបាទចំណាស់របស់យើងហើយយើងអាចចូលនិវត្តន៍ដើម្បីយើងទទួលបាននូវប្រកាសបាននិវត្តន៍ឲ្យបានសមស្របទៅនឹងអាយុរបស់យើងដើម្បីជៀសវាងកុំឲ្យយើងធ្វើការបាទយូរហើយអាយុពិតរបស់យើងការពិតគឺយើងចាស់បាទប៉ុន្តែដោយសារតែយើងកែប្រែនៅអាយុរបស់យើងក្រោយពីចេញរបបប៉ុលពតហ្នឹងបាទដើម្បីឲ្យយើងនៅក្មេងឲ្យវាសមស្របទៅដើម្បីយើងអាចចូលថ្នាក់ទី2ឬក៏ទី3បានអញ្ចឹងណាបងប្អូនខ្ញុំជឿថាបងប្អូនយល់អ្វីដែលខ្ញុំចង់និយាយដោយសារនៅក្នុងចំនួនរបស់ខ្ញុំគឺភាគច្រើនណាបងប្អូនគឺថាបានកែអាយុដើម្បីយើងបាទបានចូលរៀនអញ្ចឹងទៅដល់ពេលអញ្ចឹងឥឡូវខ្ញុំបានធ្វើការកែប្រែមកតម្រូវឲ្យត្រូវនឹងអាយុរបស់យើងបាទអញ្ចឹងហើយដើម្បីខ្ញុំបាទធ្វើការឥឡូវហ្នឹងគឺសល់ប្រហែលជា2ឆ្នាំ3ឆ្នាំទៀតយើងអាចចូលនិវត្តន៍បានណាបងប្អូនដល់ពេលអញ្ចឹងទៅគឺថាយើងមានការសប្បាយចិត្តបាទដើម្បីយើងបានឈប់សម្រាកបាទចូលនិវត្តន៍វាសមស្របទៅនឹងអាយុរបស់យើងកម្លាំងរបស់យើងអញ្ចឹងណាហើយដល់អញ្ចឹងហើយខ្ញុំបាទរយៈពេល2អាទិត្យកន្លងមកខ្ញុំបានទទួលដំណឹងខាងគេហៅថាក្រសួងការងារឬក៏ក្រសួងដែលគេហៅថាមើលការខុសត្រូវផ្នែកអនិវត្តន៍របស់យើងហ្នឹងដល់ពេលចឹងគាត់បានឆ្លើយតបបាទថាគឺខ្ញុំបានទទួលនៅអ្វីដែលខ្ញុំបានធ្វើការទៀមទាបាទធ្វើការកែប្រែនៅថ្ងៃខែកំណើតរបស់ខ្ញុំហ្នឹងណាបាទគឺថាសមស្របហើយយើងអាចយកទៅដាក់នៅពេលដែលយើងចូលនិវត្តន៍ទៅគឺថាគេទទួលស្គាល់នៅអាយុពិតរបស់យើងឆ្នាំរបស់យើងដែលយើងចង់បានបាទថាតើយើងធ្វើដោយវិធីណាបានដើម្បីឲ្យបានត្រឡប់ឬក៏យើងបានទទួលបាទក្នុងការកែប្រែឲ្យវាសមស្របទៅនឹងអាយុរបស់យើងពិតទៅបងប្អូនបាទទី1គឺខ្ញុំបានធ្វើជាមួយនឹងបាទដោយសារតែយើងចេញពីរបបប៉ុលពតខ្ញុំជឿថាបងប្អូនបានជ្រាបបានយល់បាទភាគច្រើនគឺយើងអត់មានលិខិតកំណើតបាទដែលថាវាមានការបាត់បង់ឬក៏មានការចូលសង្គ្រាមបាទរបបប៉ុលពត75អ្នកខ្លះក៏មិនបានចងចាំនៅអាយុពិតរបស់យើងអញ្ចឹងណាបងប្អូនហើយដល់ពេលយើងបាត់បង់ឪពុកម្ដាយអញ្ចឹងទៅក្រោយមកយើងត្រឡប់ក្រោយពីសង្គ្រាមបាទ79មកគឺថាយើងម្នាក់អាចអ្នកខ្លះនោះក៏អាយុ13 14ឆ្នាំ15ឆ្នាំហ្នឹងទៅហើយយើងក៏វាមិនបានសិក្សាដោយសាររយៈពេលសង្គ្រាមបាទជាង3ឆ្នាំហ្នឹងមកដល់អញ្ចឹងទៅយើងមិនអាចទៅចូលថ្នាក់ទី2ឬក៏ទី3ឬក៏យើងចាប់ផ្ដើមពីដំបូងមកវិញអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅយើងធ្វើការបន្ថយបាទដាក់អាយុពិតរបស់យើងឲ្យមកទៀបឧបមាថាយើងអាយុ14ឆ្នាំយើងដាក់មកអាយុ10ឆ្នាំឬក៏8ឆ្នាំអីចឹងឧទាហរណ៍ឬក៏9ឆ្នាំដើម្បីយើងចូលថ្នាក់ទី2ឬក៏ទី3អញ្ចឹងណាដល់ពេលអញ្ចឹងទៅបាទខ្ញុំបានតំណាក់តំណងឬខ្ញុំបានទៅលេងឯស្រុកខ្មែរខ្ញុំបានធ្វើទីគេហៅថាលិខិតកំណើតរបស់យើងថ្មីបងប្អូនបាទលិខិតកំណើតដើម្បីយើងមានលិខិតកំណើតហ្នឹងមកបាទដើម្បីយើងយកមកដាក់នៅឯខាងប្រទេសអាល្លឺម៉ង់ខាងរដ្ឋបាលរបស់អាល្លឺម៉ង់បាទដើម្បីយើងបញ្ជាក់ប្រាប់គាត់បាទដោយសារទី1យើងនៅពេលដែលយើងចាប់ផ្ដើមធ្វើការបាទដូចជាខ្ញុំយើងធ្វើការចូលធ្វើការបម្រើបាទការងារនៅក្នុងប្រទេសអាល្លឺម៉ង់តាំងពីបាទឆ្នាំ1990គត់មកបាទតែអញ្ចឹងរហូតដល់ឥឡូវមកទៅគឺយើងយកឈ្មោះឬក៏យើងយកអាយុដែលយើងបានធ្វើការកែប្រែពីស្រុកខ្មែរដែលយើងបានអាហារូបករណ៍មកសិក្សានៅប្រទេសអាល្លឺម៉ង់ក៏យើងភ្ជាប់បាទយើងភ្ជាប់ទៅជាមួយនឹងដូសៀដែលយើងបានដាក់ពាក្យសុំ
ធ្វើការរស់នៅឯប្រទេសអាល្លឺម៉ង់អញ្ចឹងទៅដល់អញ្ចឹងវាជាប់មករហូតដែលអាយុមិនពិតរបស់យើងបងប្អូនមកវាខុសត្រូវប្រហែលខ្ទង់ទៅ3ទៅ4ឆ្នាំហើយដល់ពេលអញ្ចឹងឥឡូវខ្ញុំបានទទួលឬក៏បានធ្វើលិខិតកំណើតយើងបាននៅឯប្រទេសកម្ពុជារបស់យើងដែលគាត់ធ្វើការបំពេញបែបបទឲ្យយើងក៏បានទទួលយកមកក៏យើងបានមកដាក់នៅឯប្រទេសអាល្លឺម៉ង់បាទរដ្ឋបាលនៅប្រទេសអាល្លឺម៉ង់ដែលតំបន់យើងរស់នៅនីមួយៗបាទដូចជាខ្ញុំបានដាក់នៅកន្លែងតំបន់ដែលខ្ញុំរស់នៅអញ្ចឹងទៅបាទអញ្ចឹងទៅគាត់ក៏បាទមើលអីហោហែអញ្ចឹងទៅហើយទី1វាមានការខុសឆ្គងបងប្អូនគេអត់ទទួលស្គាល់ដោយសារទី1យើងបាទធ្វើលិខិតកំណើតដែលយើងបានចាប់ផ្ដើមធ្វើការតាំងពីឆ្នាំ1990គុតបាទហើយដល់ពេលលិខិតកំណើតយើងគឺបានធ្វើនៅបាទខ្ញុំបានធ្វើនៅឆ្នាំ2022ដល់ពេលអញ្ចឹងវាអត់សមស្របបងប្អូនហើយដល់អញ្ចឹងទៅខ្ញុំក៏មានការសរសេរឆ្លើយឆ្លងជាមួយនឹងខាងបាទរដ្ឋបាលខាងដែលគេកាន់កាប់ឬគេទទួលខុសត្រូវផ្នែកចូលនិវត្តន៍ហ្នឹងខាងចាស់ជរាហ្នឹងបាទនៅពេលដែលយើងចូលនិវត្តន៍ក្រោយពីយើងដល់អាយុយើងចូលនិវត្តន៍ហ្នឹងបាទអញ្ចឹងគាត់ឆ្លើយតបមកយើងគាត់ថាវាអត់សមហេតុសមផលបងប្អូនដោយសារយើងធ្វើការចាប់ពីឆ្នាំ1990គុតហើយបាទដល់ឥឡូវយើងបានលិខិតកំណើតមកយើងមិនដាក់លើតុឲ្យគេប្រាប់ថាយើងនេះអាយុប៉ុណ្ណេះដែលយើងបានធ្វើនៅឯស្រុកខ្មែរអីអញ្ចឹងទៅវាដែលអាយុពិតរបស់យើងគឺថាមិនមែនឆ្នាំ1900បាទ70គុតឬក៏ឆ្នាំ1971ដែលយើងកើតទេគឺថាយើងកើតតាំងពីឆ្នាំ1964ឬក៏63ឬក៏65អញ្ចឹងទៅឧទាហរណ៍បងប្អូនហើយដល់អញ្ចឹងទៅគឺគេអត់ទទួលស្គាល់ទេបាទក្រោយមកខ្ញុំក៏បាទសម្រេចចិត្តថាខ្ញុំរកមេធាវីដើម្បីឲ្យគាត់ជួយធ្វើការសរសេរឬគាត់ធ្វើការបាទអន្តរាគមន៍ចំពោះយើងអញ្ចឹងវាមានការងាយស្រួលរវាងអាល្លឺម៉ង់ហើយនឹងច្បាប់រដ្ឋអំណាចនៅពេលណាដែលច្បាប់អ្នកច្បាប់នៅប្រទេសអាល្លឺម៉ង់បានមេធាវីគឺយល់ system របៀបគេហៅថាការពារបាទផ្នែកគ្រួសារឬក៏ផ្នែកបាទរំលោភការងារឬក៏ផ្នែកស្អីផ្សេងយើងទៅរកគេអញ្ចឹងទៅគាត់ក៏មានធ្វើការគេហៅថាសរសេរចំពោះបាទលិខិតកំណើតដែលខ្ញុំបានពីស្រុកខ្មែរដែលបានធ្វើមកហ្នឹងដូចខ្ញុំជំរាបបងប្អូនពីខាងដើមដល់ពេលយើងយកទៅដាក់ឲ្យគាត់ទៅគាត់មើលឲ្យយើងបានរៀបរាប់ប្រាប់គាត់ថាយើងចេញពីរបបប៉ុលពតមកយើងអត់មានគេហៅថាលិខិតកំណើតទេហើយក្រោយមកយើងអាយុយើងមិនមែនកើតនៅឆ្នាំ1970ឬក៏71ឬក៏អីយើងហោហាយយើងទៅតាមដែលបងប្អូនដែលធ្វើការកែប្រែអញ្ចឹងណាគឺការពិតខ្ញុំកើតនៅឆ្នាំ1964ឬក៏65ឬក៏63អីចឹងទៅបាទដោយសារតែយើងអត់មានលិខិតកំណើតហើយពេលហ្នឹងអាយុយើងវាច្រើនយើងអត់អាចចូលបាទថ្នាក់ទី3ឬក៏ថ្នាក់ទី2បានទេគឺយើងបាទត្រូវធ្វើការទម្លាក់អាយុយើងដើម្បីឲ្យមកក្មេងដើម្បីវាសមាមាត្រទៅនឹងថ្នាក់ដែលយើងចាប់ដើមរៀនបាទក្រោយចេញពីរបបប៉ុលពតអញ្ចឹងណាខ្ញុំជឿថាបងប្អូនបានជ្រាបនិងបានយល់ពីបញ្ហាការកែប្រែនៅអាយុកំណើតរបស់យើងបាទដើម្បីយើងបានចូលរៀនអញ្ចឹងណាដល់ពេលអញ្ចឹងយើងក៏កាន់ខ្ជាប់រហូតមកដល់ប្រទេសអាល្លឺម៉ង់ឬក៏ទៅអាមេរិកឬក៏ទៅកាណាដាឬក៏ទៅប្រទេសផ្សេងក៏មានបងប្អូនដែលបាទរស់នៅឯកម្ពុជាក៏បាទកាន់ខ្ជាប់នឹងអាយុនៃការកែប្រែពីក្រោយពីរបបប៉ុលពតមកប៉ុន្តែចំណុចតនេះខ្ញុំសូមបើកវងកញ្ចក់និងបិទវងកញ្ចក់មកវិញថាបើសិនជាបងប្អូនបាទរស់នៅឯប្រទេសកម្ពុជារបស់យើងគឺថាវាអត់មានបញ្ហាទេបងប្អូនដោយសារទី1នៅពេលណាដែលយើងធ្វើការបាទនៅស្រុកខ្មែរទោះបីថាបើយើងដាក់អាយុបថយគឺយើងចំណេញដោយសារយើងបានធ្វើការយូរយើងបានប្រាក់ខែអញ្ចឹងបងប្អូនប៉ុន្តែចំពោះនៅប្រទេសអាល្លឺម៉ង់ឬក៏ប្រទេសនានាដែលនៅឯនាយសមុទ្រនៅពេលណាដែលយើងបថយអាយុដូច្នេះយើងត្រូវធ្វើការយូរឧបមាថាបើសិនខ្ញុំមិនកែមកកើតឆ្នាំ1964ដែលអាយុពិតរបស់យើងទេគឺថាយើងធ្វើការរហូតទៅដល់បាទ73ឆ្នាំនោះហើយធម្មតានៅប្រទេសអាល្លឺម៉ង់នៅពេលណាដែលយើងបាទគេហៅថា official ផ្លូវការដែលយើងអាចចូលនិវត្តន៍បានគឺបាទគឺយើង67បាទយើងអាចអានឹងគេហៅពេញណាប៉ុន្តែយើងអាចថាអូខេយើងចូលនិវត្តន៍បាន2ឆ្នាំមុនបាទ65អញ្ចឹងទៅដើម្បីយើងបាទសុខភាពយើងនៅរឹងមាំអីចឹងទៅយើងអាចឈប់2ឆ្នាំមុនឲ្យគេកាត់ទៅតាមភាគរយដែលគេកាត់ចឹងទៅប៉ុន្តែបើយើងមិនចង់ឲ្យគេកាត់ភាគរយបាទខុសត្រូវ3-400ចឹងទេគឺគេធ្វើដល់រហូត67ចឹងទៅប៉ុន្តែពេលចឹងទៅបើសិនជាយើងទុកនៅអាយុដែលយើងបានកែឬក៏បន្ថយហ្នឹងដូច្នេះយើងត្រូវធ្វើការយូរណាបងប្អូនរហូតដល់73ឆ្នាំ74ឆ្នាំណាបាទយើងគ្រប់67ឆ្នាំហើយចឹងហើយបានខ្ញុំបាទគឺថាខ្ញុំគិតថាហេมันអាចបើយើងទុកអញ្ចឹងយើងធ្វើការរហូតដល់អាយុ70ជាងបានន័យថាក្រោយពីការងារដល់មកគឺយើងទៅគេហៅថា free hof បាទទៅកន្លែងកប់ខ្មោចបដរយើងមិនបាច់បាន relax បាទមិនបាច់បានវ៉ាកងឬក៏ទៅបាទប្រទេសផ្សេងឬក៏យើងធ្វើការបានសម្រាកក៏ពីការងារដោយសារយើង stress ដោយសារយើងហត់នឿយនឹងការងាររាប់សិបឆ្នាំមកហើយដល់ពេលអញ្ចឹងទៅគឺថាយើងអស់កម្លាំងនៅពេលដែលអាយុ73 74ហើយយើងចូលនិវត្តន៍បងប្អូនបាទអញ្ចឹងហើយគឺខ្ញុំ
មានកំណត់ថាខ្ញុំដាច់ខាតត្រូវតែប្រឹងប្រែងផ្នែករដ្ឋបាលបាទដើម្បីធ្វើការកែប្រែឲ្យវាសមស្របអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងខ្ញុំបានសម្រេចបងដូចខ្ញុំបានជម្រាបបងប្អូនពីខាងដើមបាទបើសិនជាយើងធ្វើការកែប្រែបាទឬក៏យើងធ្វើការសុំលិខិតកំណត់នៅឯប្រទេសបាទរបស់យើងកម្ពុជាហើយយើងដាច់ខាតបាទគឺដាច់ខាតគឺយើងតែធ្វើការឲ្យខាងរដ្ឋបាលបាទគេជួយសម្រួលយ៉ាងម៉េចកុំឲ្យបាទនៅពេលគេហៅថាក្រោយនេះគេហៅថាឆ្នាំ2022 23 24ថ្មីដែលយើងធ្វើហ្នឹងណាបាទដូច្នេះបើសិនជាយើងបានចាប់ផ្ដើមធ្វើការនៅឯប្រទេសអាល្លឺម៉ង់ឬក៏បងប្អូននៅប្រទេសផ្សេងបាទគឺយើងធ្វើការឆ្នាំ1990គត់ឬក៏8ជាដែលបងប្អូនបានចូលធ្វើការអញ្ចឹងមកដូច្នេះលិខិតកំណត់យើងទៅធ្វើយ៉ាងម៉េចបាទនៅកន្លែងដែលយើងហត្ថលេខាខាងក្រោមពីរដ្ឋបាលដែលយើងរស់នៅឯកម្ពុជាបាទដែលគេហៅថាកន្លែងដែលយើងស្នាក់នៅឬក៏បងប្អូនឬក៏ដែលយើងចេញមកសិក្សានៅបាទខាងក្រៅឬក៏ចេញមករស់នៅខាងក្រៅហ្នឹងគឺខាងរដ្ឋបាលគេជួយសម្រួលឲ្យយើងថាលិខិតកំណត់គឺបានធ្វើនៅឆ្នាំ1900ប្រមាណថា80ឬក៏83អីចឹងទៅហោហើយចឹងទៅដើម្បីធ្វើម៉េចឲ្យបានមុននៅពេលដែលយើងចាប់ផ្ដើមបាទធ្វើការនៅឯប្រទេសល្មងដូចជារូបខ្ញុំចឹងដោយសារខ្ញុំទៅធ្វើបាទខ្ញុំធ្វើនៅឆ្នាំ2022ដល់ពេលចឹងគេអត់ទទួលស្គាល់ទេបងប្អូនគេថាអ្នកឯងចាប់ផ្ដើមធ្វើការតាំងពីឆ្នាំ1990គត់ហើយដល់ឥឡូវអ្នកឯងបានលិខិតកំណត់មកគឺឆ្នាំបាទ2022ដល់ពេលចឹងគេអត់ទទួលគឺថាគេបដិសេធម្ដងជា2ដងដល់ចឹងទៅបានមេធាវីខ្ញុំបាទគាត់ជួយសម្រួលសរសេរទៅគឺនៅតែគេមិនព្រមដល់ចឹងគាត់ថាអ្នកឯងធ្វើយ៉ាងម៉េចបាទយើងពិភាក្សាក៏ធ្វើការគេហៅថាសម្របសម្រួលយ៉ាងម៉េចនៅពីរដ្ឋបាលបាទដែលយើងរស់នៅឯប្រទេសកម្ពុជាដើម្បីឲ្យគាត់ជួយសម្រួលហើយយើងបញ្យល់ហេតុផលឲ្យគាត់ដោយសារតែយើងរស់នៅស្រុកក្រៅយើងត្រូវធ្វើការវាយូរចេះមួយចេះពីរដើម្បីវាបាទគុណវិបត្តិសម្រាប់យើងទៅថ្ងៃអនាគតនៅពេលដែលយើងចូលនិវត្តន៍អញ្ចឹងណាបងប្អូនដល់អញ្ចឹងបាទរដ្ឋបាលនៅប្រទេសកម្ពុជារបស់យើងគាត់ជួយសម្រួលឲ្យបាទដូចថាខ្ញុំធ្វើការនៅប្រទេសល្មងចាប់ពីឆ្នាំ1990គត់ចឹងមកបាទគឺថាយើងធ្វើលិខិតកំណើតនៅឯខាងស្រុកខ្មែរគឺវាយត្រាមគឺចុះនៅថ្ងៃទីបាទឆ្នាំ1985អញ្ចឹងទៅដូច្នេះវាមុន90គត់ណាបងប្អូនចំណុចនេះបងប្អូនត្រូវយល់ទោះបីតែយើងធ្វើលិខិតកំណើតក៏ប៉ុន្តែធ្វើយ៉ាងណាបាទគឺថាថ្ងៃដែលយើងចុះហត្ថលេខាឬតាមតំបន់សង្កាត់ភូមិឃុំឬក៏ការដែលគេសញ្ញេចេញជាលិខិតគេហៅថាលិខិតកំណើតរបស់យើងថ្មីហ្នឹងដាក់ធ្វើយ៉ាងម៉េចឲ្យគេហៅថាថ្ងៃខែដែលគាត់ចុះហត្ថលេខានៅឯស្រុកខ្មែរវាយត្រាខាងក្រោមគឺឆ្នាំបាទមុនដែលយើងចូលធ្វើការនៅប្រទេសល្មងហើយហ្នឹងក៏មិនខុសពីបងប្អូនដែលធ្វើការនៅប្រទេសផ្សេងដែរបាទដើម្បីយើងយកមកបាទយើងយកមកឲ្យមេធាវីរបស់យើងហើយមេធាវីរបស់យើងគាត់ copy អីហោហែរបស់គាត់ចឹងទៅហើយគាត់ដាក់សំណុំបែបបត់បាទកញ្ចប់ហ្នឹងផ្ញើទៅខាងកន្លែងការងារបាទរដ្ឋបាលផ្នែកទទួលខុសត្រូវខាងអានេះគេចូលនិវត្តន៍ហ្នឹងបាទបងប្អូនខ្ញុំសំណាងមែនទែនទៅដល់ពេលគឺថាគេទទួលស្គាល់បងប្អូនពីមុនគេធ្លាប់ធ្វើការបដិសេធម្ដងជា2ដងអញ្ចឹងណាហើយដល់ឥឡូវហ្នឹងគាត់បានផ្ញើមកបាទ official បាទហើយនេះបងប្អូននេះបាទในกระดาษគេខ្ញុំបានធ្វើលិខិតកំណត់របស់យើងថ្មីបាទហើយនៅឆ្នាំ1987ដែលយើងឲ្យគាត់ជួយសម្របសម្រួលមកអញ្ចឹងណាបងប្អូនបាទហ្នឹងលិខិតកំណត់ថ្មីរបស់ខ្ញុំហ្នឹងហើយដល់ពេលអញ្ចឹងមកយើងបាទយើងទៅឲ្យទៅមេធាវីដែលមេធាវីរបស់យើងនៅតំបន់ដែលយើងរស់នៅនេះយើងអាចបាទតំណែងតំណងហើយខ្ញុំជឿថាបងប្អូនដឹងយើងចាយថវិកាបាទបន្តិចបន្តួច5 600ឲ្យទៅគាត់ទៅហើយគាត់ទៅសេអញ្ចឹងទៅគឺថាយើងចាំទទួលទៅចម្លើយអញ្ចឹងបងប្អូនដល់ពេលយើងបានសម្រេចបាទហ្នឹងហើយដល់ឥឡូវក្រោយមកគេចេញជាกระดาษផ្លូវការឲ្យយើងបាទមេធាវីក៏គាត់បានផ្ញើមកហើយអាលិខិតបាទគេហៅថាចូលនិវត្តន៍ហ្នឹងក៏បាទយើងបានសម្រេចដូចបំណងបាទយើងបានកែប្រែទាំងអស់បាទគឺថាលិខិតបាទចូលនិវត្តន៍របស់យើងគឺថាត្រូវនឹងអាយុរបស់យើងទី1ហើយទី2បញ្ហាពាក់មីរបស់យើងឲ្យយើងធ្វើការកែប្រែឲ្យត្រូវនឹងអាថ្ងៃខែឆ្នាំកំណត់របស់យើងដែលយើងកើតនឹងហើយជាពិសេសគឺអាប៉ាសពតល្មងរបស់យើងក៏យើងបានធ្វើការកែប្រែបាទថ្ងៃខែឆ្នាំកំណត់របស់យើងឲ្យពិតប្រាកដតាមដែលយើងបានទទួលអញ្ចឹងណាបងប្អូនហើយខាងរដ្ឋបាលក៏យើងទៅកែប្រែទាំងអស់គឺថាតម្រូវធ្វើម៉េចឲ្យបានត្រូវទៅនឹងអាលិខិតកំណត់របស់យើងដែលយើងបានធ្វើមកហ្នឹងដូច្នេះគឺខ្ញុំមែនតើបងប្អូនគឺយើងបានសមស្របនៅពេលវេលាឬក៏អាយុពិតរបស់យើងដែលយើងចូលបាទនិវត្តន៍បាទត្រូវនឹងពេលវេលាដែលយើងត្រូវចូលអញ្ចឹងណាបងប្អូនថាជៀសវាងដូចខ្ញុំបានជម្រាបបងប្អូនពីខាងដើមគឺថាយើងចូលបាទ let បាទដូចជាយើងត្រូវធ្វើការយូររហូតដល់ពេលដែលយើងបានចូលនិវត្តន៍គឺយើងបាទរហូតដល់បាទអាយុ73 72 74អីហោហែអញ្ចឹងទៅតាមដែលបងប្អូន
ធ្វើការទម្លាក់អាយុបាទក្រោយពីចេញពីរបបប៉ុលពតអញ្ចឹងអ្នកខ្លះគាត់បន្ថយអាយុ2ឆ្នាំទៅអ្នកខ្លះគេបន្ថយដូចខ្ញុំបន្ថយ3ឆ្នាំអញ្ចឹងទៅបងប្អូនខ្លះក៏បន្ថយ4ឆ្នាំទៅដោយសារតែគាត់ចាស់ពេកចេញពីរបបប៉ុលពតអញ្ចឹងណាហើយខ្ញុំជឿថាបងប្អូនយល់អ្វីដែលខ្ញុំចង់និយាយទៅប្រាប់បងប្អូនអញ្ចឹងណាដូច្នេះហើយបាទខ្ញុំបាទដាច់ខាតត្រូវតែ share ឬក៏ធ្វើការចែករំលែកនៅអ្វីដែលខ្ញុំបានទទួលបាទជោគជ័យបាទគុណសម្បត្តិមួយដ៏ល្អសម្រាប់បាទរូបខ្ញុំក៏ដូចក៏សម្រាប់បងប្អូនបើសិនជាបងប្អូនដែលមិនទាន់បានឬក៏បងប្អូនដែលបាទមានការខ្វះចន្លោះនៅពេលអាយុដែលយើងបន្ថយហើយយើងនៅធ្វើការបាទនៅប្រទេសក្រៅហ្នឹងរហូតទៅដល់យើងចូលនិវត្តន៍គឺថាបាទមានការធ្ងន់ធ្ងរណាបងប្អូនដូច្នេះយើងត្រូវធ្វើយ៉ាងណាទាន់ពេលវេលាបាទយើងធ្វើការកែប្រែដើម្បីឲ្យយើងបានចូលនិវត្តន៍សមស្របសមមាត្រទៅនឹងអាយុនិងកម្លាំងរបស់យើងណាបាទអញ្ចឹងហើយបាទខ្ញុំធ្វើវីដេអូនេះចែកជូនដល់បងប្អូនហើយបើសិនជាបងប្អូនបាទចាប់អារម្មណ៍បងប្អូនសូមមេត្តាជួយចុច like និង share វីដេអូនេះបានច្រើនដើម្បីដល់បងប្អូនបាទជាពិសេសគឺចំនួនរបស់ខ្ញុំនៅពេលដែលខ្ញុំបានជួបបាទមិត្តភ័ក្តិឬក៏បងប្អូនទាំងអស់បាទកើតនៅឆ្នាំហ្នឹងគឺថាដូចគ្នាអ្នកខ្លះកើតនៅឆ្នាំ1970បាទ71ឬក៏អីចឹងហោហាយចឹងដើម្បីយើងបន្ថយអាយុមកដល់បាទ10ឆ្នាំឬក៏9ឆ្នាំអញ្ចឹងណាបាទដើម្បីយើងបានចូលសាលាអញ្ចឹងទៅអានឹងគឺថាបាទវាចាំបាច់ណាស់ដូច្នេះបើសិនជាបងប្អូនបានឃើញនៅវីដេអូរបស់ខ្ញុំបាទពូថា07ហ្នឹងបាទគឺថាបងប្អូនសូមមេត្តាជួយចុច like share នៅវីដេអូរបស់ខ្ញុំឲ្យបានច្រើនដល់បងប្អូនហើយខ្ញុំសូមថ្លែងអំណរគុណបាទចំពោះបងប្អូនបាទតែងតែតាមដាននៅវីដេអូរបស់ខ្ញុំជាពិសេសគឺ comment និងតាមដានបាទ like និង share វីដេអូរបស់ខ្ញុំបាទខ្ញុំសូមប្រសិទ្ធពរជ័យបាទសារីសួស្តីបាទឆ្នាំថ្មី2026ឲ្យបងប្អូនទទួលបាននៅពុទ្ធពរនិងសុខភាពបាទគ្រប់ប្រការទាំងអស់ដែលបងប្អូនប្រាថ្នានិងចង់បានជាពិសេសគឺសុខភាពនឹងតែម្ដងបងប្អូនបាទអញ្ចឹងខ្ញុំសូមបាទចែករំលែកប៉ុណ្ណឹងខ្ញុំអរគុណច្រើនហើយយើងជួបនៅវីដេអូបាទក្រោយៗទៀតដែលថាឥឡូវវាបានសុខភាពល្អមកវិញបាទកំពុងកឬក៏សំលេងហ្នឹងវាមកប្រក់ក្តីកាលដែលយើងកើតជំងឺគេហៅថា allergy ហ្នឹងធ្វើអាកកយើងលមាស់បាទកែប្រែនឹងអាសំលេងជាពិសេសគឺហៀសបោនឹងអាភ្នែកយើងនឹងវាកាហាយចេញទឹកភ្នែកចឹងដល់ពេលឥឡូវខ្ញុំបាទជាយើងស្រួលខ្លួនណាខ្ញុំបាទសប្បាយនឹងរីករាយបាទអ្វីដែលខ្ញុំមានខ្ញុំសូមចែករំលែកដល់បងប្អូនបាទឲ្យបានជ្រាបឲ្យបានដឹងដើម្បីយើងបានចូលនិវត្តន៍បាទទាំងអស់គ្នាទៅបាទទាន់ពេលវេលាដែលត្រូវនឹងអាយុរបស់យើងដើម្បីយើងមានកម្លាំងមានកំហែងយើងនាំប្រពន្ធកូនដើរលេងបាទសុខសប្បាយទាំងអស់គ្នាបាទអញ្ចឹងខ្ញុំអស់ហើយបាទមានតែប៉ុណ្្នឹងសូមចែករំលែកដល់បងប្អូនបាទអញ្ចឹងខ្ញុំសូមជូនពរសាជាថ្មីបាទសុខភាពល្អអាយុវែងបាទ